តែនេះគឺជាមូលហេតុដែលបងគួរតែបដូរតម្រងប្រេងរាល់ពេលបដូរប្រេងម៉ាស៊ីនបងចំណាយថវិកាទៅលើការបដូរប្រេងម៉ាស៊ីនដែលមានគុណភាពវាជារឿងដែលល្អខ្លាំងបំផុតសម្រាប់ម៉ាស៊ីនប៉ុន្តែបើបងអត់ចំណាយទៅលើតម្រងប្រេងទេក៏វាអត់អាចជួយឲ្យម៉ាស៊ីនបងនឹងដំណើរការបានយូរដែរហើយបងពុំគួរបដូរប្រេងម៉ាស៊ីន2ដងឬក៏3ដងអីទៅបដូរតម្រងប្រេងតាមក្រោយអត់ទេរឿងដែលល្អខ្លាំងបំផុតហ្នឹងគឺត្រូវបដូរតម្រងប្រេងរាល់ពេលបដូរប្រេងម៉ាស៊ីនតម្រងប្រេងនេះគឺវាមានតួនាទីច្រោះកម្ទេចដូចជាដែកដែលមាននៅក្នុងប្រេងម៉ាស៊ីនមុននឹងហូរចូលទៅក្នុងម៉ាស៊ីនអញ្ចឹងមានន័យថាប្រេងម៉ាស៊ីនរបស់យើងច្រោះស្អាតហើយដោយសារតែតម្រងប្រេងនេះទៅវាហូរចូលទៅរំអិលគ្រឿងបង្គុំម៉ាស៊ីនហើយតម្រងប្រេងគឺវាមានរូបរាងបែបនេះទៅតាមប្រភេទឡានអញ្ចឹងណាបងដូច្នេះបើសិនជាតម្រងប្រេងរបស់យើងអត់ល្អអត់មានគុណភាពក៏វាអាចច្រោះកម្ទេចកម្ទីនៅក្នុងប្រេងម៉ាស៊ីនបានល្អដែរវាអាចនៅសល់កតិចដែកហូរចូលទៅក្នុងម៉ាស៊ីនបង្កផលប៉ះពាល់ធ្វើឲ្យម៉ាស៊ីនរបស់យើងនឹងឆាប់សឹករិចរឬក៏ដំណើរការអត់បានល្អដូច្នេះហើយទៅទាមទារឲ្យបងម្ចាស់រថយន្តធ្វើការបដូរតម្រងប្រេងរាល់ពេលបដូរប្រេងម៉ាស៊ីនហើយឥឡូវនេះនៅ Yes Car Premium កំពុងតែមានប្រូម៉ូសិនពិសេសទៅលើកញ្ចប់សេវាកម្មបដូរប្រេងម៉ាស៊ីនរហូតដល់ទៅ 10% និងធ្វើការត្រួតពិនិត្យ50ចំណុចដែលឥតគិតថ្លៃ